ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើម្សៅស៊ុប oyster វីដេអូមុនខ្ញុំបានធ្វើទឹក oyster តែមុននឹងធ្វើត្រូវបើកឡានទៅរើស oyster សិន oyster ខាងខ្ញុំនេះចង់រើសប្រហែលលានក៏បានដែរគឺជា oyster ទឹកដោះគោធំណាស់បងប្អូនហើយសាច់អូយខ្ញុំទៅរើសនេះយកមកតែ3ធុងទេយក3ធុងមកនោះបាញ់លាងឲ្យស្អាតលាងហើយហ្នឹងគឺចំហុយនេះមិនមែនចំហុយឲ្យឆ្អិនទេចំហុយគ្រាន់តែក្តៅស្រួលខ្ញុំឆ្កឹះពីព្រោះអីអ្វីដែលខ្ញុំខ្ជិលជាងគេគឺខ្ជិលឆ្កឹះទៅរើសមិនអីទេសប្បាយទឹកនេះគឺទឹកខ្ញុំយកពី oyster សុតយកមកហើយខ្ញុំស្ងោរតែ20នាទីទេស្រង់ចេញហើយទឹកនោះគឺខ្ញុំធ្វើទឹក oyster នៅពេលដែលវារៀងស្ងួតសាច់ហើយខ្ញុំយកមកដាក់ហាលបានប្រហែល1ម៉ោងខ្ញុំយកក្បិតមកពុះវាជា2ព្រោះអាកាពីងនឹងវាធំអញ្ចឹងពុះវាជា2ទៅចាប់ស្ងួតឥឡូវនេះចាប់ដើមលាយគ្រឿងផ្សំនេះគឺម្សៅខ្ញីម្សៅរមៀតម្សៅខ្ទឹមបារាំងម្សៅខ្ទឹមសម្សៅស្លឹកខ្ទឹមម្សៅស្លឹក celery ម្សៅផ្សិតម្សៅ coriander គ្រាប់វាហើយនឹងម្សៅម្ទេសផ្លោកម្សៅការ៉ុតឥឡូវនេះខ្ញុំដាក់oyster cream ហ្នឹងចូលទៅ oyster cream នេះទុកតា1យប់2យប់វាអត់ឆ្ងាញ់ណាវាស្វិតអស់ឥឡូវនេះធ្វើម្សៅស៊ុបទៅវាចំណេញជាងអញ្ចឹងកិនហើយអញ្ចឹងបានខ្ញុំលិតបន្តិចទៀតនិយាយពីថាតាំងពីធ្វើ oyster លិតឡើងរីកដៃអស់អញ្ចឹងម្សៅបន្លែទាំងអស់នេះខ្ញុំដាក់តែមួយចុងស្លាបព្រាកាហ្វេទេហើយម្សៅបន្លែនេះបើបងប្អូនមិនចង់ធ្វើខ្លួនឯងទិញនៅផ្សារមានគ្រប់មុខម្សៅអីក៏មានដែរម្សៅបន្លែខ្ញុំដាំបន្លែទៅពេលខ្លះវាសល់ច្រើនខ្ញុំធ្វើម្សៅទុកចឹងទៅពេលដែលយើងត្រូវការផ្លិតធ្វើលឿនបងប្អូនបញ្ជាក់ណាដាក់តែអំបិលទេអត់មានដាក់ស្ករដាក់ប៊ីចេងម្សៅស៊ុបថែមទេគឺអត់ទេធម្មជាតិពិតឥឡូវនេះលិតទៀតនិយាយថាលិតតែមកបងប្អូនហើយអញ្ចឹងបងប្អូនចង់យកទៅប្រឡាក់សាច់ចង់យកទៅដាក់ឆាតាមបងប្អូនចូលចិត្តឥឡូវនេះមានអ្នកចាក់គោទៀតបងអើយធ្វើម្សៅស៊ុបលក់ទៅអារឿងទៅរើសនោះវាស្បាយទេក៏ប៉ុន្តែអ្វីដែលមិនស្បាយនោះគឺមកដល់ផ្ទះត្រូវអង្គុយគាស់ទៀតអានឹងមិនធម្មតាទេបងប្អូនអើយហើយពេលយកមកកិនអត់បានច្រើនទៀតអញ្ចឹងដាក់ក្នុងកែវនេះគឺខ្ញុំដាក់បន្តិចនៅខាងក្រៅចង់និយាយថានៅខាងក្រៅទូតកដូចយើងដាក់ដេញម្សៅស៊ុបដាក់អីចឹងណាខ្ញុំចង់ដឹងប្រៀបធៀបមើលថាមួយខ្ញុំដាក់ក្នុងទូទឹកកកធម្មតាមួយខ្ញុំដាក់នៅខាងក្រៅតើមួយណាបានយូរជាងពីព្រោះអីយើងអត់ដែលធ្វើតើតែបត់ពិសោធន៍ធ្វើសិនអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបើមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានផងម៉ែសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ